សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអាចនឹងត្រឡប់មកទស្សចរចាវិញដោយសារតែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងជំរុញឲ្យក្រុមការងាររបស់លោករៀបចំកិច្ចប្រជុំផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនឲ្យបានឆាប់បំផុតនៅអំឡុងរដូវស្លឹកឈើជ្រុះឆ្នាំនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាណាដូលូចុះផ្សាយនៅថ្ងៃទី19ខែសីហាឆ្នាំ2026នេះដោយដកស្រង់ពីប្រភពពីមន្ត្រីអាមេរិកលោកត្រាំបានពិភាក្សាជាលក្ខណៈឯកជនអំពីលទ្ធភាពនៃការជួបគ្នានេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្ទាប់របស់លោកទៅកាន់ទ្វីបអាស៊ីដែលអាចនឹងធ្វើឡើងនៅខែវិច្ឆិកាពេលដែលមេដឹកនាំពិភពលោកប្រមូលផ្ដុំគ្នាចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិនប្រទេសចិនទោះបីជាពេលនេះមិនទាន់មានការរៀបចំផែនការផ្លូវការណាមួយត្រូវបានចាប់ផ្ដើមនៅឡើយក៏ដោយប៉ុន្តែចំណាប់អារម្មណ៍របស់លោកត្រាំបានបង្ហាញពីបំណងប្រាថ្នាក្នុងការតាក់ទងដោយផ្ទាល់បន្ទាប់ពីពួកគេធ្លាប់បានជួបគ្នាដល់ទៅ3ដងក្នុងអាណត្តិទី1របស់លោកតាក់ទងនឹងបញ្ហានេះមន្ត្រីស្ថាបវិមានបានបញ្ជាក់ថាមេដឹកនាំទាំងពីរនឹងអាចជួបគ្នាក្នុងពេលវេលាដ៏សមស្របមួយខណៈដែលបេសកកម្មរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិមិនទាន់បានឆ្លើយតបចំពោះការស្នើសុំអត្ថាធិប្បាយនៅឡើយទេនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទលោកត្រាំបានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងតែងតែឆ្លើយតបចំពោះសំណើរបស់លោកនិងបានបង្ហាញការគោរពយ៉ាងខ្លាំងដោយលោកបញ្ជាក់ថាលោកយល់ពីលោកគីមចុងអ៊ុននិងថាបុគ្គលិកលក្ខណៈរបស់ពួកគេគឺអាចយល់ចិត្តគ្នាបានការបង្ហាញបំណងចង់ជួបគ្នានេះបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកត្រាំបានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិកកាត់បន្ថយការសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងឲ្យបានច្រើនសន្ធឹកសន្ធាប់ដោយសារតែហេតុផលចំណាយហិរញ្ញវត្ថុនិងទំនាក់ទំនងដ៏ល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះទោះបីជាកិច្ចប្រជុំកំពូលមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទច្បាស់លាស់ក៏ដោយប៉ុន្តែជំហានថ្មីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិជុំវិញអនាគតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ